ចាអញ្ចឹងទៅមើលលទ្ធផលទាំងអស់គ្នាត្រឹម10ទៅ15នាទីគឺថាស្អាតទេបងប្អូនហើយកុំឲ្យថាខ្ញុំដូរអីវ៉ាន់ណាចាផ្ទះអ្នកណាខ្លះមានចានបែបនេះបងប្អូនឃើញទេនេះមើលតាមនឹងអញ្ចឹងហើយកាន់ស្នឹមអញ្ចឹងហ៊ានទទួលភ្ញៀវអត់ទទួលភ្ញៀវមកជុំឯងងុំសួរថាយើងហ៊ានញ៉ាំអត់បើបែបហ្នឹងនេះសួរថាយើងមានគេហៅថាបាក់តេរីមេរោគអីផ្សេងៗអញ្ចឹងថ្ងៃនេះខ្ញុំណែនាំជាមួយនឹង Ultra Blick របស់យើងមាន2000នេះចានៅថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនថាអានេះវាប្រើបានច្រើនយ៉ាងហើយដូចបងប្អូនឃើញអញ្ចឹងចានេះយើងដាក់ទឹកក្តៅអ៊ុនៗបែបនៅក្នុងចាំដែកកូរវាឲ្យសព្វអញ្ចឹងហើយកុំហើយខ្លាចមានជាតិកាត់អីគឺអត់ទេហើយអានេះយើងលាងចក្រានបាយក៏បានបន្ទប់ទឹកអីក៏បានហើយចានបែបហ្នឹងអ្នកដែលខ្ញុំបង្ហាញបងប្អូនមើលឃើញស្នឹមណាឃើញជាក់ស្ដែងខ្លួនឯងចាកុំឲ្យថាខ្ញុំស្ពិនភ្នែកអីដូរចានអីគឺអត់ទេហើយមើលផងណាអាហ្នឹងវាបែកគូតចាំមើលវាត្រឡប់មកវិញហើយអាមួយនេះក៏ដូចគ្នាដែរចាអញ្ចឹងខ្ញុំដាក់ត្រាំវាចោល15នាទីដើម្បីកម្ចាត់រាល់បាក់តេរីហើយនឹងអាភាពកខ្វក់ហ្នឹងចេញហើយចង់និយាយថា Ultra Blick របស់យើងនេះមិនមែនប្រើបានតែចានទេយើងលាងបន្ទប់ទឹកក៏បានយើងយកទៅបោកកៅអៅក៏បានបោកកៅអៅម៉ាស៊ីនបោកកៅអៅដោយដៃគឺដូចគ្នាវាដូចជាអូសវ៉ាល់អញ្ចឹងហើយក្លិនវាក៏ស្រៀងនឹងដែរចាប៉ុន្តែវាអត់មានក្លិនឈួលក្លិនកាត់អីនេះតែមិនបាច់ភ័យណាបងប្អូនទៅលាងបន្ទប់ទឹកអីលេងមួយសេរីតែម្ដងចាអញ្ចឹងទៅមើលលទ្ធផលទាំងអស់គ្នាត្រឹម10ទៅ15នាទីគឺថាស្អាតទេបងប្អូនហើយកុំឲ្យថាខ្ញុំដូរអីវ៉ាន់ណាចាអត់មានដូរទេគឺចានហ្នឹងដូចបងប្អូនឃើញអញ្ចឹងមានអាបែកនៅពីក្រួយហ្នឹងហើយគឺថាយើងមិនបាច់ធ្វើអីត្រឹមតែ10 15នាទីអញ្ចឹងសួរថាបញ្ហាទាំងអស់នេះជួបចំពោះតែស្ត្រីមេផ្ទះមែនទេមិនមែនទេអញ្ចឹងសម្រាប់អ្នកបើកហាងកាហ្វេអ្នកបើកហាងកាទៀវអ្នកមានម្ចាស់អីផ្ទះសំណាក់អូតែលអីដែលមានបញ្ហាទាំងអស់នេះហើយជួបបញ្ហាដោះស្រាយអត់បានត្រូវបោះចោលអីវ៉ាន់ហ្នឹងមែនទេចាមិនបាច់ទេចំណាយតែមួយដបនេះគឺថាបានអីវ៉ាន់មកថ្មីឯងសឹងថាមួយអូតែលក៏ដោះស្រាយបានដែរត្រឹមតែ2 3ដបហ្នឹងគឺថាធានាតែម្ដងហើយចំពោះអ្នកដែលគាត់បើកហាងកាហ្វេតូចៗទៀតរឹតតែចំណេញគឺថាមួយដបនេះប្រើកាន់ឆ្នាំចាវឺតណាប្រជាតែឥឡូវតន់យើងមានអីវ៉ាន់ក្នុងស្តុក